បាទជំរាបសួរបងប្អូនអឺវីដេអូនេះគឺស៊ីជម្រៅបន្តិចគឺនៅក្នុងវីដេអូទី5ពាក់ព័ន្ធជាមួយនឹងទូដែកហេតុអីបានខ្ញុំថាវាស៊ីជម្រៅដោយសារវីដេអូនេះគឺវាយកហេតុជាក់ស្ដែងយកមកប្រើហើយទី1គឺពាក់ព័ន្ធនឹងម្ចាស់ផ្ទះទី2គឺពាក់ព័ន្ធនឹងផ្ទះរបស់គាត់ហើយបូកជាមួយនឹងទិសទៅដាក់ទូដែកអញ្ចឹងករណីនេះគឺម្ចាស់ផ្ទះគាត់ឆ្នាំរកាឆ្នាំមន់បាទ1981ហ្នឹង roster ហើយគឺធាតុមាសសម្រាប់ចំណុចទី2គឺផ្ទះរបស់គាត់គឺបែរទៅខាងត្បូងជាងខាងកើត SE បាទនេះខ្ញុំឧទាហរណ៍បាទយកមកដើម្បីវិភាគជូនបងប្អូនអញ្ចឹងទិសរបស់ទូដែកនៅតែឈរនៅក្នុងទិស NW ទី1ដដែលនៅក្នុងករណីនេះប៉ុន្តែករណីផ្សេងខ្ញុំអត់ដឹងទេណាខ្ញុំនិយាយតែករណីនេះគឺទិសរបស់ទូដែកគឺនៅក្នុង NW ទិសខាងលិចទិសខាងជើងនិងទិសខាងជើងឈាងខាងកើតដដែលដោយមូលហេតុម្ចាស់គាត់គឺកើតឆ្នាំរកាហើយផ្ទះរបស់គាត់គឺបែរទៅត្បូងឈាងលិចអញ្ចឹងគឺបូកមកចេញមកទៅដែរបាទអញ្ចឹងនៅក្នុងករណីនេះគឺទី1ដែល the best តែម្ដងគឺនៅទិសខាងជើងជាងខាងលិចគេថាគេឲ្យសញ្ញាផ្កាយបានន័យថាយក3ចំណុចមានទិសដែលដាក់ទូដែកជាមួយនឹងទិសផ្ទះជាមួយនឹងម្ចាស់ផ្ទះអញ្ចឹង3ហ្នឹងគឺបង្កើតបានទិសដែលល្អបំផុតសម្រាប់ដាក់គឺទិសនៅទិស NW បាទនៅទិសខាងជើងឈាងខាងលិចអញ្ចឹងអាហ្នឹងបើយើងដាក់មែនទេដាក់ទិសហ្នឹងហើយដើម្បីរើសតែពេលវេលាទៅ perfect ហើយຂະຫນាតទូដែកបន្ថែមទៀតហើយនឹងពណ៌ទូដែកហើយបើយើងដាក់នៅទិសខាងលិចហើយពណ៌ទូដែកយើងអាចប្រើពណ៌ក្រហមបានអញ្ចឹងវាគ្រាន់តែខុសគ្នាតិចតិចអញ្ចឹងណាយើងអាចគិតតាមនឹងដែរអញ្ចឹងបានអ្នកខ្លះគាត់រស់នៅគាត់អត់ដឹងថាផ្ទះគាត់នៅហ្នឹងគាត់ត្រូវរកស៊ីអីទេពេលខ្លះទៅក៏ត្រូវទៅរីកចម្រើនទៅពេលខ្លះក៏អត់ត្រូវទៅក៏អត់សូវរីកចម្រើនទៅអញ្ចឹងគាត់ចេះតែឆ្ងល់ទៅតែបើតាមពិតទៅមុខវិជ្ជាអាថ៌កំបាំងឬក៏មុខវិជ្ជាគេហៅថាវិទ្យាសាស្ត្រគឺมันកុហកយើងទេតែសម្រាប់មនុស្សយើងទេដែលចូលចិត្តមិនច្បាស់ខ្លួនឯងតែបើតាមពិតទៅបើសិនជាយើងជឿជាក់ទើបគេហៅថាទទួលបានជោគជ័យបើសិនបើយើងមិនជឿជាក់គឺមិនទទួលបានជោគជ័យទេมันខុសអីពីការដែលខ្ញុំធ្វើវីដេអូចេះតែមានបញ្ហាទេដោយសារតែគឺជាគេហៅថាត្រូវតែអញ្ចឹងយើងមិនអាចប្រឆាំងបានកាលណាយើងព្យាយាមប្រឆាំងគឺយើងនឹងជួបនៅបញ្ហាអញ្ចឹងដើម្បីឲ្យល្អប្រសើរគឺយើងធ្វើទៅតាមក្រឹតក្រមនៃធម្មជាតិទៅតាមទិសដៅនិងទៅតាមអ្វីដែលគេហៅថាចក្រវាឡរៀបចំទុកអាហ្នឹងគឺភាគច្រើនគឺអត់ខុសសូម្បីតែខ្ញុំកំពុងធ្វើវីដេអូហ្នឹងក៏តើតើមានការចង្អុលបង្ហាញពីចក្រវាឡបាទខ្ញុំធ្វើកើតដែរបើសិនជាគាត់មិនចង្អុលបង្ហាញទេខ្ញុំក៏អត់ដឹងធ្វើពីណាទៅណាដែរអញ្ចឹងអាហ្នឹងគឺគាត់ផ្ដល់នៅបញ្ញាឲ្យយើងអញ្ចឹងហើយយើងចែករំលែកជូនទៅបងប្អូនគឺទៅរបស់អត់គិតលុយទេគាត់ថាបងប្អូនយកទៅប្រើទៅបើបងប្អូនជឿជាក់បងប្អូនប្រើទៅជោគជ័យទៅបើបងប្អូនគ្រាន់តែស្ដាប់ទៅជឿខ្លះមិនជឿខ្លះអាហ្នឹងរឿងរបស់បងប្អូនលទ្ធផលអត់មានណាគេទៅទទួលជំនួសយើងបានទេសំខាន់បំផុតយើងអ្នកទទួលខ្លួនឯងអញ្ចឹងខ្ញុំមានតែការជូនពរនិងសូមចូលរួមអបអរសាទរចំពោះបងប្អូនដែលទទួលបានជោគជ័យគឺខ្ញុំមិនចំណែនទេអញ្ចឹងហើយក៏ចូលនៅចំណេះដឹងដែលយើងមាននេះយកមកចែករំលែកពីព្រោះអីវាមិនមែនយើងយកទៅបានទេ
នៅពេលដែលយើងទៅសូម្បីតែស្មៅម្ដងយើងយកទៅអត់បានផងអញ្ចឹងបើយើងមានចំណេះដឹងតិចតួចយើងចេះតែបង្ហាញទៅខុសខ្លះត្រូវខ្លះឬក៏មានប្រយោជន៍ខ្លះមិនមានប្រយោជន៍ខ្លះអាហ្នឹងអាស្រ័យទៅលើការឲ្យតម្លៃរបស់បងប្អូនការឲ្យតម្លៃរបស់អ្នកមើលឲ្យតម្លៃរបស់អ្នកស្ដាប់មិនមែនខ្ញុំជាអ្នកឲ្យតម្លៃខ្លួនឯងទេអញ្ចឹងហើយវីដេអូនេះគឺมันមានអ្វីច្រើនទេនៅពេលវីដេអូក្រោយទៀតយើងប្រហែលជានិយាយអំពីពាក់ព័ន្ធជាមួយនឹងຂະຫນាតទូដែកឬក៏អាចពាក់ព័ន្ធនឹងការធ្វើយ៉ាងម៉េចដើម្បីសម្អាតនៅភាពអវិជ្ជមាននៅក្នុងទូដែកហើយនឹង activate បើកទូដែកហ្នឹងឲ្យមានថាមពលឡើងវិញហើយពេលដែលយើងដាក់ទូដែកហ្នឹងតើយើងត្រូវដាក់អ្វីខ្លះចូលនៅក្នុងទូដែកហ្នឹងដំបូងដើម្បីឲ្យទូដែកហ្នឹងមានថាមពលជួយទាញលុយទាញប្រាក់ទាញរបស់មានតម្លៃទាញទ្រព្យសម្បត្តិចូលទៅក្នុងទូដែកហ្នឹងបានបាទអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្ណឹងចាំជួបគ្នានៅក្នុងវីដេអូក្រោយបាទអញ្ចឹងសូមជូនពរបងប្អូនមានសុខភាពល្អព្រោះសុខភាពគឺទី1បាទសុខភាពទោះជាយើងមានលុយប៉ុណ្ណាក៏យើងគ្មានសេចក្តីសុខដែរបាទអញ្ចឹងសូមអរគុណ